Bạn ấy cứ Asus ROG GU 512 GU nhưng trong testជាមួយនឹង game Wukong ដែលខ្ញុំទៅតែទិញពី Steam កាលពីម្សិលមិញថាវាលេងបានស្មូតប៉ុណ្ណាអញ្ចឹងបាទនេះគឺជា model របស់វា GU 512 GU ហើយ spec របស់វាគឺ i7 ជំនាន់ទី9 RAM 16GB storage 512GB M2 បាទជាមួយនឹង VGA ដាច់ 1660 Ti 6GB ខ្ញុំចង់តេស្តជាមួយនឹង game Wukong ថាវាលេងបាន smooth ប៉ុណ្ណាអញ្ចឹងបាទបាទម៉ាស៊ីននេះគឺមានតម្លៃ$528 ROG Zephyrus បាទនៅនេះគឺម៉ាស៊ីន gaming គឺចូល stock ច្រើនមួយរយៈហ្នឹងគឺចូលរាល់ថ្ងៃបាទជួនកាលខ្ញុំបរហោះអត់តាន់បានបរហោះនៅលើ page ហ្នឹងគឺអស់បាត់អីចឹងសម្រាប់អ្នកដែលត្រូវការម៉ាស៊ីន gaming លោកអ្នកអាចមកមើលឥឡូវបាទតាន់មានជម្រើសច្រើនបាទខ្ញុំអត់សូវមានពេលបរហោះនៅលើ page ប្រហែលទេអញ្ចឹងអ្នកដែលត្រូវការអាចមកមើលនៅកន្លែងផ្ទាល់បាទមានអាចនឹងទទួលបានជម្រើសមុនគេបាទម៉ាស៊ីននេះគឺ keyboard វាគឺ RGB បាទហើយខាងក្រោយ logo កន្លែង logo ROG ភ្នែកស្រៀងដូចភ្នែកហ្នឹងអាហ្នឹងគឺមានភ្លើងនៅខាងក្រោយបាទនេះគឺតំតាចូលនេះគឺ Alien Web បាទអានេះខ្ញុំអត់ទាន់បានបរហោះនៅលើ page ទេគឺតំតាចូលថ្ងៃហ្នឹងដោយសារអត់សូវមានពេលបរហោះចឹងលោកអ្នកអាចមកមើលនៅកន្លែងបានបាទអូនេះ smooth ណាស់យើងលេងបានមក smooth ម៉ាស៊ីននេះមក smooth បាទនេះគឺម៉ាស៊ីន ROG GU 512 GU តម្លៃគឺត្រឹមតែ$528ទេបាទ game Wukong យើងលេងបានមក smooth បាទ spec របស់វាគឺ Core i7 ជំនាន់ទី9ជាមួយនឹង VGA ដាច់ 1660 Ti អានេះខ្ញុំលេងតកាលពីម្សិលមិញបាទលេងតពីម្សិលមិញស្អី game ទិញកាលពីម្សិលមិញអានេះខ្ញុំចាំ crack វាអត់ចេញអញ្ចឹងយើងទិញនៅលើ Steam បាទតម្លៃវាគួរសមដែរទិញនៅលើ Steam វាអត់ទាន់ចេញ crack ទេអញ្ចឹងសម្រាប់អ្នកដែលត្រូវការម៉ាស៊ីន gaming បាទខ្ញុំ free game free software game Wukong ខ្ញុំ free ឲ្យបានដែរបាទអាច copy បាន copy ឲ្យ free បាទតាវាបាទខ្ញុំលេងបានមក smooth អ្នកត្រូវការម៉ាស៊ីន gaming អាចយក model នេះបានអត់មានដៃ game នឹងបាក់លេងតិច